រឿងដើមកំណើតខ្លែងឯកតាមចាស់និទានតគ្នាមកថាកាលពីបុរាណមកមានព្រានដើរបរបាញ់សត្វដើម្បីចិញ្ចឹមជីវិតតែសត្វដែលបរបាញ់បានមកភាគច្រើនគាត់ច្រើនយកទៅថ្វាយស្ដេចជួនសត្វនោះនៅរស់ជួនកាលងាប់ព្រាននឹងមានកូនកំលោះ2នាក់ហើយក្នុងសាច់រឿងនឹងមិនមាននិយាយពីប្រពន្ធរបស់ព្រានទេពេលព្រានចេញបរបាញ់ជួនគាត់ចេញទៅជាមួយកូនបងជួនគាត់ចេញទៅជាមួយកូនប្អូនដូរវេនគ្នាម្ដងម្នាក់ព្រាននោះរស់នៅក្នុងនគរជជែនបូរីហើយផ្ទះគាត់នៅជាប់នឹងព្រែកមួយនៅថ្ងៃមួយព្រានមកពីព្រៃវិញក៏ចាប់បានមេខ្លែងមួយនិងកូនខ្លែងមួយចេះហើរតិចៗតាមមេវាពេលបានខ្លែងមកដល់ផ្ទះអាបងយកមេខ្លែងឯអាប្អូនយកកូនខ្លែងកូនប្រុសទាំងពីរនាក់នឹងនាំគ្នាចិញ្ចឹមបង្ហាត់ខ្លែងម្នាក់មួយលុះថ្ងៃក្រោយមកទៀតពេលព្រានជាឪពុកត្រឡប់ពីបរបាញ់វិញក៏ឲ្យកូនទាំងពីររែកយកសត្វដើរមកលក់នៅឯផ្សារហើយមេខ្លែងនិងកូនខ្លែងក៏ទៅជាមួយម្ចាស់វាដែរពីរអ្នកបងប្អូនចែកវេនគ្នារែកម្ដងម្នាក់ព្រោះធ្ងន់ហើយដើរផ្លូវឆ្ងាយមេខ្លែងទុំលើដងរែកឯកូនខ្លែងទុំលើស្មាអ្នកដែលរែកនិយាយពីស្ដេចជជែនបូរីមានកូនក្រមុំ2នាក់រាជបុត្រីទាំងពីរក៏សុំលាមេដាបិតាមកទស្សនាជនបទលោកមកដល់គប់ជួនចំពេលកំឡោះទាំងពីរដែលជាកូនរបស់ព្រានប្រមាញ់យកសត្វបង្លក់នៅផ្សារដែររាជបុត្រីទាំងពីរឃើញកំឡោះទាំងពីរនាក់នោះស្អាតគួរចិត្តចង់និយាយជាមួយពួកកំឡោះនោះតែមិនដឹងធ្វើយ៉ាងម៉េចព្រោះខ្លួនជាស្ដេចមានកិត្តិយសជាក្សត្រផែនដីក៏សម្រេចឲ្យអាមាត្យ2នាក់ទៅសួរទិញខ្លែង2ក្បាលពីកំឡោះនោះដើម្បីយកមកបង្ហោះលេងមិនមែនទិញសត្វដែលបាញ់បានយកមកលក់នៅផ្សារទេលោកសេនាបតីទៅតាក់ទងជាមួយកំឡោះ2នាក់អាប្អូននិងអាបងនិយាយដូចគ្នាថាខ្ញុំមិនអាចលក់បានទេព្រោះខ្ញុំទាំងពីរនាក់ស្រឡាញ់វាទាំងពីរណាស់ខ្ញុំចិញ្ចឹមវាយូរហើយអាប្អូនថាអាកូនខ្លែងនេះខ្ញុំចិញ្ចឹមវាតាំងពីតូចមកម្លេះហើយអាបងថាហេមេខ្លែងនេះខ្ញុំក៏អត់លក់ដែរខ្ញុំស្រឡាញ់វាណាស់វាចេះណាស់ខ្ញុំប្រើវាបានឲ្យទៅខំអីពំអីយកមកឲ្យខ្ញុំវាយកមកឲ្យខ្ញុំបានខ្ញុំទៅណាមកណាខ្ញុំប្រើវានៅចាំផ្ទះខ្ញុំមិនអាចលក់បានទេស្ដាប់បានដូចនេះហើយអាមាត្យនោះក៏ទូលប្រាប់រាជបុត្រីទាំងពីរអង្គវិញតាមដំណើរដែលកំឡោះទាំងពីរផ្ដាំមករាជបុត្រីថាអញ្ចឹងមានតែជួលខ្លែងនោះមកបង្ហោះលេងឮដូចនោះប្រជារាស្ត្រនៅក្នុងផ្សារថាបើស្ដេចចង់ជួលសត្វនោះហើយយើងមិនជួលឲ្យទេដូចជាយើងប្រឆាំងនឹងរាជបញ្ជាកំឡោះទាំងពីរមានការខ្លាចក្រអាក៏សុកចិត្តជួលខ្លែងឲ្យគេយកទៅបង្ហោះទៅតែផ្ដាំថាដើម្បីកុំឲ្យខ្លែងនឹងខឹងហើយហើរទៅបាត់តតែចងជើងខ្លែងនោះរាជបុត្រីទាំងពីរក៏ចាប់ផ្ដើមបង្ហោះខ្លែងបុត្រីបងកាន់ខ្លែងមួយឯប្អូនកាន់ខ្លែងមួយពេលដែលបង្ហោះទៅបុត្រីនោះបង្ហោះទាញកន្ត្រាក់ខ្សែខ្លាំងពេកធ្វើឲ្យកំឡោះនោះអាណិតដល់ខ្លែងនោះណាស់ក៏ទៅជួយកាន់ខ្សែខ្លែងទប់កុំឲ្យកន្ត្រាក់ខ្លាំងពេកដោយជួយបង្រៀនបុត្រីទាំងពីរបង្ហោះខ្លែងអញ្ចឹងខ្លែងទាំងពីរស្ដាប់បញ្ជាម្ចាស់វាណាស់បើកូនព្រានព្រៃមិនឲ្យហោះទេវាមិនហោះទេកូនព្រានព្រៃបងបង្ហោះជាមួយនឹងបុត្រីបងឯប្អូនបង្ហោះជាមួយបុត្រីប្អូនពេលបង្ហោះយូរទៅក៏ចាប់ប៉ះដៃគ្នាដៃរបស់កូនព្រាននិងហត្ថារបស់បុត្រីចាប់គ្នាមើលមុខគ្នាសម្លក់សម្លឹងយូរទៅក៏កើតជាសេចក្តីស្នេហារវល់តែសាសងស្នេហាហើយចេះតែទាញខ្លែងចុះឡើងមិនបានមើលថាខ្លែងយ៉ាងណាឬយ៉ាងណាទេដល់ខ្លែងហោះខ្ពស់ទៅវាទាញមកវិញដល់ទាញខ្លែងចុះឡើងទៅខ្លែងទាំងមេទាំងកូនហត់ខ្លាំងមែនតែនស្រែកកាកធ្វើឲ្យបំពង់កវាហត់ខ្លាំងប្រឹងដកដង្ហើមផងប្រឹងទះស្លាប់ផងយូរទៅខ្លែងទាំងមេទាំងកូនក៏ដាច់ខ្យល់ងាប់ទៅពេលខ្លែងទាំងពីរងាប់ទៅបុត្រីទាំងពីរមិនដឹងធ្វើយ៉ាងម៉េចក៏ថ្វាយដំណឹងនេះដល់មាតាបិតាក្នុងវាំងមាតាបិតាថាបើអញ្ចឹងមានតែយកកូនព្រានព្រៃនោះធ្វើប្តីទៅអញ្ចឹងហើយទើបស្ដេចរៀបអភិសេកបុត្រីខ្លួនទាំងពីរទៅកំឡោះកូនព្រានព្រៃទាំងពីរនាក់នោះបងរៀបការជាមួយបុត្រីបងប្អូនរៀបការជាមួយបុត្រីប្អូន3ថ្ងៃក្រោយមកដើម្បីរំលឹកដល់អនុស្សាវរីយ៍បង្ហោះខ្លែង
របស់បុត្រីស្ដេចផែនដីនិងកូនព្រានព្រៃបានជាប្តីប្រពន្ធនឹងគ្នាដូច្នេះគេក៏យកឫស្សីខ្វែងជាសញ្ញាបូកពាសដោយកំណាត់ធ្វើជាស្លាបតំណាងឲ្យសត្វខ្លែងគេដាក់ស្លាបខាងលើមានរាងធំតំណាងឲ្យមេខ្លែងហើយស្លាបខាងក្រោមមានរាងតូចតំណាងឲ្យកូនខ្លែងហើយខ្សែវែងដែលធ្លាក់ចុះមកក្រោមទាំងពីរចូលគ្នាបង្កើតបានជាកន្ទុយខ្លែងអ្នកខ្លះហៅថាជើងទាឆ្អឹងមេខាងលើនោះគេធ្វើសញ្ញាបូករបៀបកោងនៅខាងក្រោមឯកនឹងតំណាងឲ្យខ្លែងទាំងមូលឯឯកនៅខាងលើដងឫស្សីអណ្ដាតផ្ដៅគេដាក់ផ្កាយសូត្រផ្កាយអំបោះផ្កាយម្នាស់ឬផ្កាយនីឡុងសារ៉ូសពថ្ងៃនៅកែមនោះគេបិទក្រមួនគេដាក់វាឲ្យលើសំឡេងដូចខ្លែងស្រែកមែនតែនហេតុនេះហើយបានជាយើងមានខួបទិវាលេងខ្លែងតាំងពីពេលនោះរហូតមកនិទានរឿងព្រេងខ្មែររឿងគង់ហ៊ានមានរឿងមួយដំណាលថាមានមនុស្សម្នាក់ឈ្មោះថាគង់មានប្រពន្ធពីរមួយឈ្មោះថានាងអាំមួយឈ្មោះថានាងគុំថ្ងៃមួយអ្នកគង់នាំប្រពន្ធទាំងពីរនាក់ទៅសួរបងប្អូននៅឯស្រុកឆ្ងាយតាមផ្លូវនៅស្រុកនោះមានខ្លាសាហាវអ្នកគង់បណ្ដាប្រពន្ធទាំងពីរនាក់ទៅដល់ព្រៃធំមួយជិតស្រុកគេព្រៃនោះតែងតែមានខ្លាដេញខាំមនុស្សគោក្របីស៊ីតែរឿយលុះអ្នកគង់ទៅដល់កន្លែងនោះខ្លាក៏ស្ទុះដេញស្រែកសន្ធប់ពីចម្ងាយមកអ្នកគង់ក៏រត់ចូលរោងឈើញ័រដៃញ័រជើងរៀកនោមព្រោះតែភ័យណាស់នាងអាំនិងនាងគុំក៏ខំព្រួតគ្នាវាយខ្លានោះស្លាប់បាត់ទៅរីឯអ្នកគង់ឃើញប្រពន្ធវាយខ្លាស្លាប់ហើយក៏បានស្ទុះម្នីចេញពីរោងឈើមកយកដំបងវាយខ្លាស្លាប់នោះថែមទៀតប្រពន្ធទាំងពីរនាក់ក៏បន្តថាខ្លាគេវាយងាប់ហើយធ្វើជាមកវាយថែមទៀតប្រុសអីក៏កំសាកម្លេះរីឯអ្នកគង់ក៏ជេរបំពេញទៅប្រពន្ធថាមិនដែលមានស្រីណាវាយខ្លាស្លាប់ទេមានតែប្រុសទៅហ៊ានវាយខ្លាទាល់តែស្លាប់ហើយអ្នកគង់ក៏បានបោចវ៉ាចងខ្លានោះនាំប្រពន្ធសែនចូលទៅក្នុងស្រុកអស់អ្នកស្រុកឃើញអ្នកគង់សែនខ្លាគេបបួលគ្នាទៅមើលពាសពេញហើយគេក៏សួរថាឯងធ្វើដូចម្ដេចបានជាបានខ្លានេះត្បិតខ្លានេះសាហាវណាស់វាតែងតែមកខំមនុស្សម្នាគោក្របីស៊ីច្រើនណាស់ហើយប្រពន្ធអ្នកគង់ក៏និយាយប្រាប់អ្នកស្រុកថាអ្នកគង់គាត់ឃើញខ្លាវាបោលមកគាត់ក៏រត់ចូលទៅក្នុងរោងឈើខ្ញុំពីរនាក់ជាស្រីក៏ព្រួតគ្នាវាយខ្លាទាល់តែស្លាប់បាត់ទៅរីឯអ្នកគង់ឮប្រពន្ធនិយាយប្រាប់គេដូច្នោះក៏បញ្ចោរំលោភទៅប្រពន្ធថាមិនដែលមានស្រីណាខ្លាំងពូកែហ៊ានវាយខ្លាស្លាប់នោះទេមានតែប្រុសទៅខ្លាំងពូកែហ៊ានវាយខ្លាឲ្យស្លាប់បានអ្នកគង់ក៏អួតប្រាប់អ្នកស្រុកថាកាលដែលខ្លាវាស្ទុះមកនឹងខំដូច្នេះខ្ញុំក៏ដាក់ស្នេតគុណដូច្នេះបានជាវាវាយវាបានហើយអ្នកគង់ក៏ធ្វើជាលោតចេញគុណវាយខ្លាឲ្យអ្នកស្រុកមើលរីឯអ្នកស្រុកក៏កោតខ្លាចអ្នកគង់រាល់គ្នាហើយឲ្យឈ្មោះថាគង់ហ៊ានតាំងពីថ្ងៃនោះមកលើល្បីឈ្មោះគង់ហ៊ានជាអ្នកពូកែចេះគុណវាយខ្លាស្លាប់
រឿងនេះក៏ជ្រាបដល់ស្ដេចផងដែរក៏ឲ្យយកទៅចិញ្ចឹមធ្វើជាសេនាសម្រាប់ច្បាំងធ្វើសឹកសង្គ្រាមលុះយូរបន្តិចទៅជួនជាមានសឹកគេក៏លើកមកច្បាំងយកនគរស្ដេចទ្រង់ប្រើឲ្យគង្ហៀនឲ្យទៅច្បាំងគង្ហៀនឬស្ដេចទ្រង់ប្រើឲ្យទៅជួយច្បាំងសឹកដូច្នោះក៏ភ័យណាស់មិនដឹងជាធ្វើដូចម្ដេចនឹងមិនទៅច្បាំងក៏មិនបានត្បិតស្ដេចទ្រង់ប្រើឲ្យទៅហើយខ្លួនបានទាំងល្បីឈ្មោះជាអ្នកខ្លាំងពូកែផងនោះត្រឡប់មកផ្ទះវិញក៏ដេកសន្ធឹកសន្ថីអត់បាយប្រពន្ធទាំងពីរអ្នកក៏ចូលទៅសួរថាម្ដេចបានជាអ្នកដេកអត់បាយដូច្នេះបើមានកើតហេតុអ្វីប្រការដូចម្ដេចគង្ហៀនក៏ប្រាប់ថាត្បិតស្ដេចទ្រង់ប្រើបងឲ្យទៅច្បាំងសឹកឥឡូវនេះបងខ្លាចសឹកនោះណាស់មិនដឹងបើគិតដូចម្ដេចទេប្រពន្ធឆ្លើយឡើងថាអ្នកកុំព្រួយចិត្តធានាលើខ្ញុំទាំងពីរអ្នកចោះអ្នកក្រោកឡើងពិសាបាយឲ្យឆ្អែតងូតទឹកឲ្យស្រួលខ្លួនចោះគង្ហៀនលើប្រពន្ធលួងលោមដូច្នោះក៏បានធូរនៅក្នុងចិត្តក៏ក្រោកឡើងងូតទឹកស៊ីបាយរៀបគ្រឿងប្រដាប់ទៅច្បាំងលុះរៀបរួចរាល់អស់ហើយក៏បានពេលវេលាល្អក៏ចូលទៅក្រាបបង្គំលាស្ដេចចេញទៅច្បាំងយកទាំងប្រពន្ធទៅផងគង្ហៀនជិះខាងលើក្បាលដំរីប្រពន្ធជិះខាងក្រោយដំរីមានរហស្សនាមផងដែរអមមុខក្រោយជាក្បួនទ័ពត្រៀតត្រាពីពេញលុះជិះទៅដល់ចិត្តខ្មាំងសត្រូវមើលឃើញច្បាស់ប្រកបគង្ហៀនក៏ភ័យណាស់លិចនោមលិចអាចញ័រដៃញ័រជើងដូចជាគេអន្រួនក្បាលដំរីរីឯដំរីក៏គិតស្មានថាគេអង្រួនឲ្យខ្លួនបោលចូលក៏ចេះតែបោលសម្រុកចូលទៅមុខពលរេទាំងអស់គ្មាននរណាតាមតាន់រីឯខ្មាំងសត្រូវក៏ឃើញគង្ហៀនបំបោលដំរីដូច្នោះក៏គិតស្មានថាជាមេទ័ពនេះពូកែណាស់ក៏បោលទ័ពចាញ់រត់យកតែប្រះអាយុដោយខ្លួនទៅគង្ហៀនក៏ឃើញខ្មាំងរត់ទៅអស់ក៏ធ្វើជាអួតក្អេងក្អាងឲ្យអស់នាម៉ឺននិងពលរេកោតខ្លាចរកខ្លួនអស់នាម៉ឺនឃើញគង្ហៀនលិចអាចដាក់លើក្បាលដំរីស្អុយពីពេញដូច្នោះគេក៏សួរថាលោកមេទ័ពថ្មីក៏លិចអាចលីមួកដូច្នោះគង្ហៀនក៏ឆ្លើយថាបើកំពុងច្បាំងនឹងសត្រូវហើយឈឺផ្ទៃនឹងចុះទៅដោះទុកសัตว์នៅឯណាបានមានតែដោះទុកសัตว์លើក្បាលដំរីដូច្នោះឯងបើរវល់តែដោះទុកសัตว์ខ្មាំងវាមិនកាប់ស្លាប់អត់ប្រយោជន៍ទៅហើយឬអស់នាម៉ឺនគ្រប់មន្ត្រីនិងពលរេឬគង្ហៀននិយាយដូច្នោះអ្នកខ្លះក៏មានប្រាជ្ញាគេដឹងថាគង្ហៀនខ្លាចអ្នកខ្លះមិនសូវមានប្រាជ្ញាក៏កោតសរសើរគង្ហៀនណាស់រីឯគង្ហៀនក៏បានឈ្នះទ័ពត្រឡប់ចូលមកក្នុងនគរវិញហើយទៅចូលទៅក្រាបថ្វាយបង្គំស្ដេចស្ដេចក៏ទ្រង់ជ្រាបថាគង្ហៀនទៅច្បាំងឈ្នះក៏ដេញខ្មាំងសត្រូវខ្ចាត់ខ្ចាយអស់ទៅទ្រង់ក៏ត្រេកអរណាស់ទ្រង់ក៏ប្រទាន
យុស័កនាមើនធំហើយព្រះរាជទានព្រះរាជទ្រព្យគ្រឿងបណ្ណាការជាច្រើនតាំងតែពីថ្ងៃនោះមកគុកហ៊ានរត់តែអួតខ្លាំងពូកែក្អេងក្អាងឡើងទៀតលុះក្រោយមកទៀតមានក្រពើសាហាវមួយចេះតែដេញខាមអស់មនុស្សម្នាអ្នកឈ្នួញជួញដូរលក់ដូរដើររកស៊ីខាងជើងទឹកជើងកំពុងគេខ្លាចគ្រប់គ្នាមិនមាននរណាហ៊ានចុះមួយទឹកឬក៏ដើរងូតទឹកសោះអស់រិះលំបាកចិត្តណាស់រឿងនេះក៏ជ្រាបទៅដល់ស្ដេចទ្រង់ក៏ត្រាស់ប្រើឲ្យគង់ហ៊ានទៅចាប់ក្រពើរីឯគង់ហ៊ានឮព្រះបន្ទូលដូច្នោះក៏នឹកភ័យខ្លាំងណាស់ប៉ុន្តែមិនហ៊ានទន្ទឹងព្រះបន្ទូលក៏ទទួលថានឹងយកអាសាសូមទ្រង់កំព្រួយព្រះហឫទ័យធ្វើអ្វីគង់ហ៊ានត្រឡប់មកផ្ទះវិញក៏និយាយនឹងប្រពន្ធថាគេអើយឥឡូវនេះស្ដេចទ្រង់ប្រើយើងឲ្យទៅចាប់ក្រពើនៅក្នុងទន្លេត្បិតក្រពើវាសាហាវណាស់ម្ដងនេះឃើញជាមិនរួចខ្លួនទេមុខជាក្រពើខាំស្លាប់ជាមិនខាតពីមុននៅលើគូគ្រាន់តែនឹងមើលទៅឃើញឥឡូវនេះនៅក្នុងទឹកធ្វើដូចម្ដេចនឹងគេកិច្ចរួចប៉ុន្តែស្ដេចទ្រង់ប្រើហើយនឹកមិនទៅក៏វាមិនបានបើដូច្នោះមានតែទៅលោតទឹកឲ្យក្រពើវាខាំស្លាប់តែម្ដងទៅគង់ហ៊ានគិតគ្នានឹងប្រពន្ធដូច្នោះហើយក៏ហៅអស់កូនក្មួយមកធ្វើជាទៅចាប់ក្រពើអស់មនុស្សម្នាមហាជនក៏បានឮថាគង់ហ៊ានបានទៅចាប់ក្រពើក៏បបួលគ្នាទៅមើលពាសពេញលុះគង់ហ៊ានទៅដល់កំពង់ទឹកក៏បានឃើញក្រពើហែលមកប្រច្រាំងទៅឲ្យក្រពើវាខំឲ្យស្លាប់ទៅត្រង់ទីដែលមានដើមឈើពីរដើមដុះជិតគ្នាមានប្រកៀកគាត់ក៏ស្ទុះលោតចុះទៅក្នុងទឹកត្រង់ទីនោះដោយគិតថាលោតនៅក្នុងប្រកៀកឈើជាប់ពាក់កណ្ដាលខ្លួនរុញទៅមុខឲ្យក្រពើវាខំស្លាប់ទៅប៉ុន្តែក្រពើលឺសូរសន្ធឹកគង់ហ៊ានលោតចុះក៏ភ្ញាក់ព្រឺតប្រឹងលោតឡើងដូចជាគេប្រហក់ក្នុងប្រកៀកឈើជាប់ពាក់កណ្ដាលខ្លួនរុញទៅមុខក៏មិនរួចថយក្រោយក៏មិនរួចគង់ហ៊ានក៏មុជទៅក្នុងទឹកងើបឡើងក៏ឃើញក្រពើជាប់នឹងដើមឈើឆ្នោះក៏ស្រែកបង្គាប់ឲ្យកូនក្មួយឲ្យយកលំពេងមកចាក់គៀបក្រពើនោះស្លាប់ទៅអ្នកដែលមកមើលតែប៉ុន្មានគេក៏គិតស្មានថាគង់ហ៊ានចាប់ក្រពើបោះមកឲ្យជាប់នឹងដើមឈើក៏កោតខ្លាចគង់ហ៊ានក្រៃប៉ុនពេកផងដែរគង់ហ៊ានបានឃើញក្រពើស្លាប់ដូច្នោះក៏រត់តែក្អេងក្អាងអួតខ្លាំងពូកែឡើងទៀតហើយក៏ចូលទៅក្រាបទូលស្ដេចតាមខ្លួនបានចាប់ក្រពើចោលឡើងទៅលើគោកស្ដេចក៏ទ្រង់សពព្រះហឫទ័យក៏ប្រោសប្រទានយុស័កឲ្យគង់ហ៊ានឡើងជាធំលើសពីមុនទៅទៀតហើយទ្រង់ក៏ព្រះរាជទានទាំងអំណាចទាំងរង្វាន់ជាច្រើនដល់គង់ហ៊ានផងដែរបាទប្រិមិត្តអត្ថបទរឿងប្រឡំលោកនេះបាទខ្ញុំបានក៏សូមបញ្ចប់តែប៉ុណ្ណេះខ្ញុំបាទសូមអរគុណប្រិមិត្តដែលបានតាមដានទស្សនាសម្រាប់នៅអត្ថបទរឿងប្រឡំលោកនេះតែមុននឹងចប់រឿងអត្ថបទរឿងប្រឡំលោករឿងបុរាណខ្មែរនេះសូមប្រិមិត្តជួយចុច Subscribe ពណ៌ក្រហមនិងសញ្ញារូបកណ្ដឹងម្នាក់មួយផងដើម្បីនឹងទទួលបាននៅអត្ថបទរឿងប្រឡំលោកថ្មីជាបន្តទៀតខ្ញុំបាទសូមអរគុណនិងសូមជម្រាបលា